ដំជើងទី1ចាសម្រាប់ទូគូទី123លេខរៀងទូគូពិសេសទី35ច័ន្ទវង្សាមហាសែនជះមកពីវត្តច័ន្ទបរិយវង្សចា100បាទចា124បាទ124ចា124ចា124ចា124សូមភ័យទោសច័ន្ទវង្សាមហាសែនជះបាទនៅរាជធានីភ្នំពេញបាទលឿងស្រស់តែម្ដងចាកំពុងតែលឿនលយហើយលឿនលយជាងមហាវិស័យតេជោសែនជ័យរបស់ឯកឧត្តមអតីតម៉ៅភិរុនចាលឿនលយមែនតែនទូកច័ន្ទវង្សាមហាសែនតេជះចាមកពីខាងសម្រោងព្រៃភ្នៅរាជធានីភ្នំពេញឧបត្ថម្ភដល់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រីចាសម្ដេចតេជោនាយករដ្ឋមន្ត្រីលោកឧបត្ថម្ភទូកច័ន្ទវង្សាមហាសែនតេជះនេះចាទូកគូទី124ត្រីបាទយើងបានច័ន្ទវង្សាមហាសែនតេជះចារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីចាបានបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយការជើងទី1នោះក៏ទទួលបានជ័យជំនះលើមហាវិស័យតេជោសែនជ័យរបស់ឯកឧត្តមអតីតម៉ៅភិរុនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលចាញ់ទៀតហើយឯកឧត្តម2ជើងតម្រង់នេះខ្ញុំអាចជំរាបជូនបានចាច័ន្ទវង្សាមហាសែនជះមកពីវត្តច័ន្ទបរិយវង្សចាសម្រោងហើយភ្នៅរាជធានីភ្នំពេញទទួលជ័យជំនះនៅជើងទី2ខុសទាស់ទៅលើការចេញខ្ញុំសូមយ៉ាងណាខ្ញុំនឹងសូមធ្វើការកែតម្រូវជាបន្ទាន់ក្រោយពីមើលឃើញច្បាស់លាស់នៅលេខកន្ទុយទូកចាតើតែឃើញលេខសំខាន់ណាស់ទៀងជាមួយនឹងបញ្ជីនោះទូកទៀតចាសូមអរគុណទូកគូទី87ជាលេខរៀងទូកប្រណាំងពិសេសចៅពេជ្រកុមារបុប្ផាជ្រោយថ្មគឺជាទូកមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងខេត្តកំពង់ចាមដែលឧបត្ថម្ភដោយឯកឧត្តមហ៊ុនណេងមានឯកស្ថានពណ៌ក្រហមចុងចង្វាពណ៌សធ្វើការប្រណាំងជាមួយនឹងច័ន្ទវង្សាមហាសែនតេជះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីចាលេងគ្នាពេលនេះឃើញតាខ្សែទឹកខាងក្នុងខ្សែទឹកខាងក្នុងឯកស្ថានពណ៌ក្រហមបាទដកមែនតែនបាទហើយដូចជាវែងទៀតបាទខ្សែទឹកខាងក្នុងដាច់ដងតិចហើយចៅពេជ្រកុមារបុប្ផាជ្រោយថ្មបងប្អូននៅជ្រោយថ្មពងចាមឯកឧត្តមហ៊ុនណេងបាទគឺលឿនណាស់ដាច់តែម្ដងបាទចាច័ន្ទវង្សាមហាសែនតេជះជើងទី2ចាំយកឈ្នះម្ដងតែដឹងមិនទេដោយសារថាទូគូទី87ចៅពេជ្រកុមារបុប្ផាជ្រោយថ្មរបស់ឯកឧត្តមចាហ៊ុនណេងទទួលបានគឺថានាំមុខទៀតដែរបដូរទៅនៅខ្សែទឹកខាងក្រៅជាមួយនឹងច័ន្ទវង្សាមហាតេជះរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីការជើងទី1ចាញ់ម្ដងឥឡូវហាក់ដូចជាចាញ់បងតិចវិញទៀតហើយចៅពេជ្រកុមារបុប្ផាជ្រោយថ្មអស្ចារ្យណាស់ទាំងពីរជើងតែម្ដងទទួលបានជ័យជំនះហើយដែលនេះខ្ញុំសូមឆ្លៀតឱកាសនេះដែលនៅការថ្លែងអំណរគុណផងដែរជូនចំពោះឯកឧត្តមលុនលឹមថៃអ្នកតំណាងរាជមណ្ឌលខេត្តកំពង់ចាមដែលបានឧបត្ថម្ភចាដល់ទូកចៅពេជ្រកុមារបុប្ផាជ្រោយសារាយកំពង់ធំឧបត្ថម្ភដោយឯកឧត្តមបណ្ឌិតថងខុនរដ្ឋមន្ត្រីក្រសួងទេសចរដែលប្រណាំងជាមួយនឹងខ្សែទឹកខាងក្រៅច័ន្ទវង្សាមហាសែនតេជះឧបត្ថម្ភខ្ពង់ពោះពីសម្ដេចតេជោនាយករដ្ឋមន្ត្រីចាខ្សែទឹកខាងក្រៅហ្នឹងគឺមានឯកសណ្ឋានពណ៌លឿងស្រស់ចាស្មាឯកចាស្មាទឹមខាងមុខហ្នឹងគឺមានឯកសណ្ឋានពណ៌ត្រួយជែកស្រស់តែឥឡូវនេះខ្សែទឹកខាងក្នុងហាក់ដូចជាលូតហើយធនសាក់តេជោសែនជ័យបារមីវត្តបណ្ណហ្នឹងខ្លាំងក្លាតាំងពីដកហើយក៏ប៉ុន្តែប្រហែលជាមិនច្រើនប្រមាណទេมันលើពី3 4 5ខ្ទង់ទេបាទគឺបច្ចេកទេសគាត់នៅពេលដែលចិត្តតែ8ខ្ទង់លឿនមែនទេបាទលឿនមែនទេបាទនៅឆ្ងាយតែបន្តិចទៀតនោះដាច់តែម្ដងបាទគុណរៀបចំសែនជ័យបារមីវត្តបណ្ណនេះខ្ញុំក៏លេចមើលទៅឯកងពាន់ទី1គឺទូកធនស័កតេជោសែនជ័យបារមីវត្តបណ្ណដែលឧបត្ថម្ភដោយឯកឧត្តមបណ្ឌិតថងខុនបានបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយដែលកាលពីជើងទី1ហ្នឹងធនស័កតេជោសែនជ័យបារមីវត្តបណ្ណចាស្ថិតនៅក្នុងវត្តបណ្ណចាបារាយខេត្តកំពង់ធំទទួលបានជ័យជំនះម្ដងរួចមកហើយគឺទទួលបានជ័យជំនះទៅលើទូកដែលបានបដូរមកនៅខ្សែទឹកខាងក្នុងគឺមានឈ្មោះថាច័ន្ទវង្សាមហាសែនតេជះចាច័ន្ទវង្សាមហាសែនតេជះហ្នឹងល្អសភ័ណ្ឌភាពគួរជាទីគយគុណណាស់
ប៉ុន្តែលបឿននឹងចាញ់ម្ដងហើយ ជើងទី1ចាញ់បាទជើងទី1ចាញ់តែមិនចាញ់ច្រើនប្រហែលទេបាទឥឡូវនេះគាត់មកនៅខ្សែទឹកខាងក្នុងបាទ ច័ន្ទវង្សាមហាសែនតេជះទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រីឥឡូវនេះឃើញថាមកជើងទី2នេះឃើញមានភាពស្វាហាប់ជាងពីជើងទី1ឃើញថានាំមុខបន្តិចបន្តួចហើយឯកសណ្ឋានរៀបចំបានល្អណាស់រំលេចដោយទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជានៅកណ្ដាលទៀតអ្នកក្បាលទូគាត់កំពុងតែបញ្ជាយ៉ាងម៉ឺងម៉ាត់ហើយឃើញថាដកបន្តិចម្ដងកាលពីជើងទី1នោះចាញ់ព្រៀបឥឡូវនេះសុំឈ្នះព្រៀបវិញម្ដងប៉ុន្តែមកដល់ទីអត់ដឹងយ៉ាងណាទេមកចាប់យោងកងព័ន្ធទី2គឺថាខ្សែទឹកខាងក្រៅកំពុងថាបន្ថែមល្បឿនហើយល្អមើលមែនតើមកដល់មុខព្រះពលាជ័យចាប់ប៉ិនគ្នាខ្សែទឹកខាងក្នុងលូតជាងទីទួយទី1ធនស័កឈ្នះក៏ប៉ុន្តែពេលនេះច័ន្ទវង្សាមហាសែនតេជះនោះក៏មិនបន្ធូរល្បឿនដែរបាទបាទឯកស្ថាន5 6ខ្ទង់នោះពណ៌បៃតងខាងក្រោយនោះពណ៌លឿងបាទខ្ញុំថាប្រហែលជាឈ្នះវិញបាទប្រហែលជាឈ្នះវិញព្រោះគាត់ដកហើយគាត់នៅខ្សែទឹកក្នុងច័ន្ទវង្សាមហាសែនតេជះបាទ3ខ្ទង់4ខ្ទង់5ខ្ទង់អូឈ្នះជើងទី2ច័ន្ទវង្សាមហាសែនតេជះរាជធានីភ្នំពេញបានទទួលជ័យជំនះវិញទៅលើធនស័កតេជោសែនជ័យបារមីវត្តដណក់កំពង់ធំបាទមួយជើងម្នាក់ទេដូច្នេះអត់អីទេបាទ